ngàyนี้เป็นจีเป็นเซมันเต้นโมเดลมองปีใบประเทศมีโดยจีประเทศเวียดนามประเทศลาวនិងប្រទេសកម្ពុជារបស់យើងសម្រាប់ការថត collection ថ្មី Ben and Todd I'm from Cambodia បាទសួស្តីបងប្អូនអរគ្នាវីដេអូរបស់យើងថ្ងៃនេះគឺយើងនិយាយពីការដើរម៉ូដមុនយើងអាចដើរ collection នេះបានជាដំបូងយើងត្រូវមាន com card ឬមួយក៏ composite card ដែល composite card នេះគឺយើងនិយាយទៅលើការរៀបចំរូបថតរបស់យើងអញ្ចឹងនៅក្នុងនោះយើងគួរតែដាក់រូប hand shot មួយរូប hand shot នោះបានន័យថារូបមកកណាត់ខ្លួនរបស់យើងហើយនឹងជាមួយនឹងរូបតូចៗរបស់យើងអាចចំណាយទៅលើរូបមកចំហខ្លួនរបស់យើងអីចឹងទៅហើយដាក់ information របស់យើងព័ត៌មានរបស់យើងនិយាយពីកម្ពស់ស្បែកជើងទំហំចង្កេះអីចឹងទៅបន្ទាប់ពីយើងធ្វើរួចហើយយើងក៏ផ្ញើទៅខាង client ហើយ client នឹងធ្វើការជ្រើសរើស model ណាដែលស័ក្តិសមជាមួយនឹង collection របស់គាត់ឥឡូវនេះវីដេអូរបស់យើងកាត់ទៅដល់ថ្ងៃដែលយើងត្រូវថតតែម្ដងទីតាំងដែលយើងត្រូវថតគឺនៅអគារមួយដែលនៅកោះពេជ្រត្រូវជីតានមកមួយគ្នាអីមួយគ្នា buy you breakfast so just wait a little Okay thank you ហើយឥឡូវនេះយើងចាប់ផ្ដើមធ្វើសក់ហើយនឹងផាត់មុខតែម្ដងសម្រាប់ការផាត់មុខហើយនឹងម៉ូដសក់នេះគឺគេមាន concept របស់គេហើយនេះគឺជា concept ម៉ូដសក់របស់គេប៉ុន្តែសក់របស់ខ្ញុំរៀងខ្លីចឹងប្រហែលជាធ្វើទៅអាចដូចគេបានទេចឹងមានតែឲ្យគាត់ព្យាយាមតាមលទ្ធភាពរបស់គាត់ហើយសម្រាប់ការផាត់មុខគឺយើងផាត់មុខបែបកម្ៅអីចឹងអ្នកនរគ្នាបន្ទាប់ពីយើងផាត់មុខធ្វើសក់ហើយយើងក៏ទៅលោឈុតឬមួយក៏ទៅយកឈុតណាដែលយើងត្រូវពាក់ហើយសម្រាប់ model របស់យើងគឺសិតតែប្រុសទេដោយសារតែ collection នេះគឺសម្រាប់មនុស្សប្រុសហើយភាគច្រើនគឺ model របស់យើងគឺជាជនជាតិខ្មែរហើយក្នុងម្នាក់យើងថត2ឈុតទាំងវីដេអូនិងរូបថតហើយឥឡូវនេះក្រុមការងារកំពុងតែរៀបចំភ្លើងហើយយើងធ្វើការថតរូបមុនគេតែម្ដងឥឡូវហ្នឹងយើងចាប់ឈុតទី1ហើយឥឡូវយើងត្រូវដូរសម្លៀកពាក់ឈុតទី2តែម្ដងហើយសម្រាប់ឈុតទី2នេះគឺខ្ញុំរៀងភ័យដែរអ្នកនរគ្នាព្រោះខ្ញុំមានអារម្មណ៍ថាដូចគេឲ្យខ្ញុំពាក់អញ្ចឹងហើយដំពុះមានក្បាលពោះផងនេះតែមានណាគេមានឲ្យពាក់អញ្ចឹងណាគេកែកុនយើងថែមតិចតួចតែគេឲ្យយើងពាក់អាវមួយជាន់ទៀតឲ្យបិទលេវកុំឲ្យខ្ញុំចេញក្បាលពោះបាត់ហើយ collection ដែលខ្ញុំកំពុងថតនេះនឹងមាននៅស្រុកខ្មែរឆាប់នេះឥឡូវនេះឈុតទី2របស់យើងរួចរាល់ហើយឥឡូវឡើងទៅ check outfit ជាមួយនឹង model វៀតណាមមួយសិនអ្នកនរគ្នាឥឡូវនេះយើងចាប់ផ្ដើមថតគ្រប់ photo ម្ដងអ្នកទាំងអស់គ្នាសាកថាមើលបើសិនជាអ្នកទាំងអស់គ្នាស្លៀកពាក់អញ្ចឹងតើអ្នកទាំងអស់គ្នានឹងស្លៀកពាក់ចូលរួមកម្មវិធីអ្វីដែរសម្រាប់ខ្ញុំគឺឆ្លើយថាស្លៀកពាក់ទៅណាក៏បានបើសិនជាអ្នកទាំងអស់គ្នាពេញចិត្តឥឡូវបន្ទាប់ពីយើងថតរូបហើយយើងដល់វគ្គយើងត្រូវថតវីដេអូម្ដងអ្នកទាំងអស់គ្នាហើយអាចចដាដែលខ្ញុំកំពុងតែឡើងនេះគឺបានន័យថាខ្ញុំត្រូវដើរថតវីដេអូនោះពីលើចុះមកក្រោមហើយពីក្រោមឡើងទៅលើវិញអ្នកទាំងអស់គ្នាម្នាក់ម្ដងខ្ញុំគិតថាវីដេអូរបស់យើងគឺមានតែប៉ុណ្្នឹងទេអញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាពេញចិត្តវីដេអូមួយនេះសូមកុំភ្លេចចុច like ម្នាក់មួយផងបាទអរគុណ